ជំនាន់មុនឲ្យតែនៅ S5 ដឹងតែលេងតែងហើយបើមិនតែងក៏ support ដែរប៉ុន្តែមកដល់ជំនាន់នេះបើច្រឡំដាក់ row rumor ហើយចូលទៅដល់ក្នុង game សុំគេដូរដេកចាំតានាងមើលគ្នា enemy ត្រាស់គេធំshort ជាប៉ុន្តែបើគ្នាខ្ញុំវិញភុច row សេះតែក្បាលវ៉ាល់ចង់លេងអីលេងនឹងបដ ដោយទើបតែ unlock 3 recall ផ្ទះបាញ់នេះមួយអូដាក់បដ ដោយទៅស្អែកនឹងផុតថ្ងៃគេឲ្យដាក់ឲ្យអស់ចិត្តអស់ចង់ឲ្យឆ្អែតឆ្អន់បដ ដោយទៅណាមិនងាយបានរបស់អញ្ចឹងខ្ញុំមិនលេងទេណាបើយើង hack skin យើងមើលទៅឃើញតែខ្លួនឯងហ្នឹងហើយវាប្រឈមមុខនឹងហានិភ័យគេ ban តែថ្ងៃមុនគេ ban 24ម៉ោងហើយហ្នឹងសវាយដាក់ហើយសិនណាយើងតន recall នឹងនៅតែស្អែកហ្នឹងគេយកទៅវិញហើយគ្នាខ្ញុំបាននិយាយពីត្រាស់ដូចកូនឆ្មាប៉ុន្តែដល់ទៅពេលបានប៉ះបានដឹងថាខ្លាពិតប្រកបថាខ្លាលាក់កញ្ចោខ្លាលាក់កញ្ញាំ hero ខ្ញុំលេងនេះមិនត្រឹមតែឡើង speed ទេថែមទាំងជួយបូកឈាមឲ្យគ្នាយើងបានប៉ំចឹងហើយបានជាគ្នាខ្ញុំអំនោះកាងចំជាហើយចូលទៅបើកមុខវាយគេហើយយកស្អីទៅវាយគេអាខ្ញុំណារត់ប្រូចចូល thread វិញយងតពងពីមិនចង់រួចផងខ្ញុំមែនតែខ្ជិលជប់ជីវិតគាត់ឡើងវិញណាព្រោះសក្តិរបស់គាត់ងាប់ហ្នឹងបន្តិចដែរទេឃើញចឹងកំអន់ចិត្តអន់អីយើងមើលដែរណាការជប់ជីវិតហ្នឹងមិនចេះតែជប់ទៅពេចទៅពីណាបើថាជប់ unlimited អាហ្នឹងមិនថាទេអានេះ limited មានដែនកំណត់តែអញ្ចឹងយើងត្រូវប្រយ័ត្នប្រយែងតិចការជប់ជីវិតក៏យើងត្រូវមើលដែរអូន enemy នោះឃើញឈ្មោះជូចឹងវាយគាត់គិតថាអូបើគាត់ជាស្រីស្អាតលេងប្រុសស្អាតទេចាចឹងហើយបានពួកគាត់ហ៊ាននេះអាចចិត្តដេញវាយខ្ញុំទេទោះមិនក៏ដោយក្នុងកលៈទេសៈណាក៏ពួកគាត់បានត្រឹមតែចលើញើកញោខ្ញុំអញ្ចឹងណាខ្ញុំចាំតែចូលទៅវាយនេះឯងចឹងតាប៉ុន្តែមានពេលខ្លះភ្លេចខ្លួនដែរជាប់ stand ជាបែបវីសាណានោះអានទឹកលូកាសនោះចូលមកដល់ក្លែយើងទៀតងាប់អដែលដល់ពេលដែលគ្នាយើងគាត់ងាប់នីតិយូរចាអញ្ចឹងហើយបានយើងចាប់ផ្ដើម restore គាត់ឡើងមកវិញណាយើងជប់ជីវិតគាត់ឲ្យឡើងមកវិញមកគ្នាខំចូលមកក្នុងស្មៅប៉ុណ្ណឹងអានទឹកនោះនៅដឹងម៉ែបទៀតណែឃើញទេចេះសែងខ្ជូចេះអីចឹងមកឲ្យទៅចេះជប់ជីវិតគេហើយគេសែងខ្ជូដឹងគុណយើងវិញអាហ្នឹងចាំយើងជប់តែបើថាពេលណាគេជប់ជីវិតហើយស្ងាត់ជ្រាបមិនបាច់ជប់ទេឲ្យងាប់តាមយថាកម្មគាត់ទៅបាត់ដល់នោះ auto skill តាងាប់បាត់ zipper គេសាហាវឆយយ៉ាខ្ញុំលេង support នៅ zipper គេខ្លាំងទៀតណាបាទអូនោះប្រៃផ្សាយអាសិត flick ចូលដល់មានណា flick ប៉ះ flick ចាអូនោះទៅបាត់ហេ spray ប្រោយសំខាន់ណាខ្ញុំណាវាត្រូវថ្មោងជាងគេណាឈាមបន្តិចហើយឆ្លៀតចង់ទៅធ្វើស៊ីគេទៀតណាចុងក្រោយ Hasland ជាប៉ែហ្នឹងទៀតណាអូគុំជាប៉ែហ្នឹងណាមើលទៅខ្ញុំប្រហែលជាត្រូវដោះ item support កពាត់ចោលហើយដូរមកទិញ item វិញឥឡូវហ្នឹងមើលទៅធីមយើងវាយរៀងតឹងចិត្តបន្តិចតើយើងឆ្នៃបែបហ្នឹងទេប៉ុន្តែមើលទៅដូចជាអែមណែ3វាយ3ស្មាក់ងាប់ខ្ញុំឡើយហើយស្រួល4បន្តិចមិនហ្នឹងខុសបច្ចេកទេសបន្តិចបញ្ញាពេកច្រឡំ respawn គ្នាយើងនៅកតាលវាឥឡូវ respawn នៅកផ្ទះនឹងបដ ដោយទៅព្រោះគាត់ទៅងាប់មិញទេហើយអានីតិរបស់គាត់ក៏យូរដែរប៉ុន្តែមិនស្ទុះតែបានទឹកងាប់ដែរគ្មានអីជួយទេអន្តិតអើយងាប់តាមយថាកម្មទៅ enemy នោះច្រវឹងហ៎ultimate របស់ខ្ញុំនេះដាក់ចោលទេគ្មានបំណងថាចង់ឲ្យដាក់ត្រូវពួកគាត់ទេបោះចោលពួកគាត់ដើរចូល RT យើងខ្លួនឯងណាអូ support យើងស្រួលដែរគេវាយតែ helper នឹងគេមានវាយយើងណាអូខ្ញុំសប្បាយចិត្តណាស់នៅពេលដែលលេង game អត់មានអ្នក lock អត់មានអ្នកវាយចេះhappy ending តែមកហើយចាំមើល enemy ក៏ហោះមកណែអត់វាយខ្ញុំទេណោះទៅវាយអូននោះភ្លេចរត់បាត់ហើយខ្ញុំណាគេបាញ់តែ2 3គ្រាប់ណោបោកក្រោយទៅបានទឹកក្រោយណាណោះវិញអញ្ចឹងបានន័យថាយើងនោះមិនសំខាន់ក្នុងផ្នែកគេទេឥឡូវហ្នឹងចាំមើលយូរទៅគេស្គាល់ឈ្មោះនេះមិនស្រួលហ្នឹងគេ lock បែកអាចបែកនោមហើយចាយនេះគាត់ធ្វើអីនេះអូគេ slow មិនដឹងអូគេ slow តើនេះអូសង្ស័យគេ slow សូមប្រម៉ូទតិចណាគ្នាយើងសម្រាប់អ្នកដែលគាត់ចង់ដាក់ diamond ទិញ diamond ដាក់ក្នុង game Mobile Legends ចង់ហើកន្លែងដាក់ដែលមានតម្លៃទូថ្លៃសមរម្យគ្នាយើងអាចធ្វើការឆាតចូលទៅកាន់ page Lisa Top Up បានហើយបើគ្នាយើងមាន app bank ធនាគារអីនេះមិនបាច់ឆាតចូលក្នុង page ក៏បានដែរអាចធ្វើការទិញ diamond ដោយខ្លួនឯងបាននៅក្នុង website របស់គាត់មួយទៀតដែលមានឈ្មោះថា lisatopup.com ដោយ link ចូលទៅកាន់ website របស់គាត់ហ្នឹងគឺខ្ញុំដាក់នៅខាងក្រោម comment ហ្នឹងណាហើយនៅក្នុង website របស់គាត់ហ្នឹងគឺមាន game ច្រើនណាគ្នាយើងមានជម្រើសអាចឆ្លាញ់ game មួយណាចង់ដាក់ game មួយណាលេង game មួយណាអាចធ្វើការ top up game មួយហ្នឹងបានឥឡូវយើងចូលមកដល់ក្នុង game របស់យើងវិញ Master ខ្ញុំនោះលេងទៅវាយមួយស្មើជាមួយ Granger វាយអត់ឈ្នះគេងាប់បដ ដោយប៉ុន្តែខ្ញុំអត់បានជួយគាត់ទេដោយសារតែខ្ញុំឃើញនីតិរបស់គាត់ក៏វាមិនច្រើនណាស់ណាដែរប៉ុន្តែពេលហ្នឹងដូចយើងគិតថាបើយើងអត់ជួយគេ Volver គេអន់ចិត្តជាមួយនឹងយើងមិនទៅដល់តែពេលជួយគាត់បានដឹងទៅស្ដាយក្រោយអូណាបាទ100 second ជាងអូចាំបើគ្នាយើងផ្សេងទៀតគាត់ងាប់ហើយ enemy បុកផ្ទះហើយអញ្ចឹងអត់មានពីណាគេបើកមុខងាប់មានអីជួយជីវិតគ្នាប៉ុណ្ណឹង
enemy ប្រហែលជាគាត់មើលឃើញឱកាសហើយបានជាគាត់នឹងខំប្រឹងព្យាយាមបុកវាយគ្នាខ្ញុំខ្លាំងមែនតើដោយសារគ្នាខ្ញុំហ្នឹងងាប់2នាក់ដែរខ្ញុំឯងរត់ចែកផ្លូវគេហើយអត់ទៅឯណាវាយទៅប៉ុន្តែឃើញខ្ញុំគ្នាខ្ញុំនោះលេងចូលទៅវាយគេចូលទៅជួយគាត់ត្មងទៅព្រោះគាត់ late game ដែរតានៅវាយគេឈឺដែរតាដាក់ទៅប្រូអានទឹកនោះឈាមបន្តិចប៉ុន្តែពិបាកវាយងាប់មែនតើអេងាប់វិញលះហើយរត់បាទគេទៅផ្ទះប្រកាច់ដូចល្បីគេថាមែនអូកាចនោះកាចចូលវាយគេឡើងដល់ក្នុងត្រេតដល់ទៅពេលគេដេញវាយរត់លឿនជាងខ្ញុំទៀតឯងនៅក្រោយតិចរោកលូកាសនោះមិនដឹងឈឺចាប់ប៉ុណ្ណាដេញវាយគេឥឡូវគេវាយវិញខ្មាស់គេឈយចាហើយបើឃើញខ្ញុំ recall ចេះអីកុំខឹងខ្ញុំ recall រាប់អានញាតមិត្តអីតានេះ